Ok,សួស្តីអ្នកទាំងអស់គ្នាវិលមកជួបគ្នានៅក្នុងវីដេអូទី2នៃមេរៀន React.js ចឹងនៅក្នុងវីដេអូទី1អ្នកទាំងអស់គ្នាយល់អំពី structure នៅក្នុង React.js របស់យើងតើនៅក្នុង folder React.js មួយវាមានអីគេខ្លះនៅខាងក្នុងហ្នឹងហើយយើងត្រូវការ install អីគេខ្លះណាតើឥឡូវយើងសាកទៅបន្តទៅទៀតនៅក្នុងចំណុចបន្តមកទៀតគឺយើងចាប់ផ្ដើមយល់អញ្ចឹង what is a JSX file អញ្ចឹងដូចអ្នកទាំងអស់គ្នាបានឃើញមិញនៅក្នុង JSX របស់យើងគឺអាមួយនេះណាអញ្ចឹងនៅក្នុង JSX របស់យើងគឺអាមួយនេះអូខេអញ្ចឹងនៅពេលដែលអ្នកទាំងអស់គ្នាមើលមកអាហ្នឹងគឺជាកន្លែងដែលអ្នកទាំងអស់គ្នាអាចទៅសេដូរ content នៅកន្លែងនេះឃើញទេអញ្ចឹងអាកន្លែងនេះគឺវាជាអ្នកធ្វើការដែលវាត្រូវ load content ទាំងអស់គឺយើងត្រូវដាក់នៅក្នុង file មួយគឺ file.jsx អូខេអាទៅនេះរបស់វាចឹងអ្នកទាំងអស់គ្នាស្ដីអីសេទៅនៅប្រឡោះហ្នឹងណាសេអីសេទៅអូខេចឹងយើងទៅសេកូដធម្មតារបស់យើងមកអញ្ចឹងមកណា HTML ស្អីអីអញ្ចឹងមកគឺវាដំណើរការមកធម្មតាអូខេចឹងគេដាក់ថា JSX is a JS file containing non-standard HTML code ចាំថាវានៅពេលដែលយើងទៅសេនៅខាងក្នុង JSX នេះយើងវាអត់ចាំបាច់ store នៅលក្ខណៈ standard HTML code ទេបើណាយើងត្រូវទៅសេកូដបែប JavaScript code បែប React.js យកតែម្ដងយើងត្រូវធ្វើម៉េច follow ទៅតាម instruction របស់វាណាអរ៉េអ្នកទាំងអស់គ្នាត្រូវរៀនមើលពី function របស់គេនេះ function របស់គេតែគេទៅសេរបៀបម៉េចណាចឹងនៅគ្រប់ function ទាំងអស់គឺវាត្រូវមាន keyword មួយគឺ return អញ្ចឹងគេគ្រាន់តែបើក function ហើយបិទ function របស់វិញ return ទៅអ្វីៗទាំងអស់ដែលមាននៅខាងក្នុង React.js របស់យើងចេញមកណាអូខេហើយគេ export app នឹងចេញមកអញ្ចឹង export គឺ export ទៅលើ app អត់ហ៊ានទៅអត់ដាក់អានេះអញ្ចឹងអាហ្នឹងក៏អត់ដំណើរការដែរអញ្ចឹងយើងមើលពីរបៀបរបស់វាអញ្ចឹងទី1គឺយើងបង្កើត function ហើយបន្តមកទៀតយើងពាត់វាដោយ return អញ្ចឹងនៅខាងក្នុង return នេះអ្នកទាំងអស់គ្នាចាប់ផ្ដើមបង្កើត component ឲ្យវាមក component អីគេឧទាហរណ៍ button component អឺមានអីគេមានដូចជា image component អានេះស្អីតែយើងបង្កើតវាដោយខ្លួនឯង component ទាំងអស់ហើយវាមាន by default វាមាន component របស់វាដែលយើងអាចយកវាមកប្រើបានដែរណាអូខេតោះណានៅកន្លែងហ្នឹងតោះអញ្ចឹង with React.js you can write declarative code okay you define target HTML structure and UI and then step to get there អញ្ចឹងនៅកន្លែង React.js នេះបានថាយើងអាចទៅសេdeclarative code មួយដោយខ្លួនឯងអញ្ចឹងអាច define target HTML structure មួយតោះឥឡូវយើងសាកទៅមើលអញ្ចឹងឧបមាថាយើងមាន transform it into JS យើងមាន code របស់យើងអូខេអញ្ចឹងប្រើប្រាស់ describe and create element JavaScript អញ្ចឹង declarative way អូខេតោះអញ្ចឹង React.js component come with build process and transform JS code behind scene អញ្ចឹងមានន័យថានៅក្នុង React.js គឺវាចេញពី build process ដែលវា convert ពី React.js code ឲ្យទៅជាគេ code ដែល work នៅក្នុង browser បានអូខេតោះឥឡូវយើងសាកមើលវាអីគេទៅ declarative តោះអញ្ចឹង rule create React component តោះឥឡូវយើងសាកមើលនៅក្នុងអ្វីដែលយើងត្រូវដឹងមានន័យថាទី1ដើម្បីយើងអាចទៅសរសេរ declarative block code មួយដោយខ្លួនឯងអ្នកនរគ្នាត្រូវទៅមើលអានេះមើលពី structure របស់វាអញ្ចឹងសម្រាប់អានេះគេអាចនិយាយថាវាជា convention មួយដែលអ្នកនរគ្នាត្រូវអនុលោមទៅតាមណាអញ្ចឹងវាមាន step របស់វាអញ្ចឹង name start with uppercase character អញ្ចឹងឈ្មោះគឺផ្ដើមឡើងដោយអក្សរធំអញ្ចឹងឧទាហរណ៍ return renderable content អញ្ចឹងអា renderable នេះគឺយើងត្រូវធ្វើម៉េចដាក់វាទៅជាអក្សរធំអូខេអញ្ចឹងមានន័យថា function ត្រូវតែផ្ដើមដោយឈ្មោះ uppercase character អូខេអញ្ចឹង function មកអានេះមានន័យថាគេប្រៀបធៀបវា name start with uppercase character មួយទៀត return អូខេអញ្ចឹង function return value that can return display data នេះអញ្ចឹងអា return value នេះវាអាចជា HTML code វាអាចជាតម្លៃដែលយើងធ្វើការកណនាតាមរយៈ code JavaScript ណាតាមរយៈដែលវាបោះចេញមកតាមរយៈ React អូខេអញ្ចឹងឧទាហរណ៍ថា my header អញ្ចឹង my header មានន័យគេបង្កើត header មួយអាចជាកន្លែងមួយដាក់ menu យ៉ាងនេះទៅអូខេ it recommend to pick a name that describe the UI building block ឧទាហរណ៍ header or my header អូខេអានេះស្រាប់តែយើងដាក់ខ្លួនឯងក៏បានអូខេអញ្ចឹងបន្តមកទៀតតម្លៃដែលវា return ចេញមកអញ្ចឹងកន្លែងនេះគេនិយាយទៅលើ return អញ្ចឹងតម្លៃដែលវា return ដែលខ្ញុំនិយាយមិញវាអាចមានជាតម្លៃជា string ជាលេខជា
ជាអសជា array ជាក្តៅជាយើងឯណាតាមរយៈការកណនាវាមានអាការកណនាបាននិងកណនាមិនបានតែទីទៀតអូខេចឹង rule នៅក្នុងការ create ចឹងយើងទៅមើលទី1មានន័យថាយើងបង្កើត function មិញអានេះ app របស់វាឃើញនេះរបស់គេគឺអក្សរធំហើយគេមាន return ហើយគេមាន header គេមាន main អីចឹងទៅណាប៉ុន្តែត្រូវចាំនៅកន្លែងទៅនេះបើក div បិទ div ណាបើក div បិទ div តែយើងអត់អាចដាក់ div ពីរជាប់គ្នាបានទេកាលណាដាក់ div ពីរជាប់គ្នាគឺ error អញ្ចឹងវា return ចេញមកកន្លែងទៅហ្នឹងត្រូវធ្វើម៉េចធានាថា div របស់យើងគឺតែមួយអូខេអញ្ចឹងយើងមាន activity មួយចំនួនដែលយើងត្រូវធ្វើតោះនៅកន្លែងនេះលោកគ្រូអ្នកធ្វើឲ្យមើលអញ្ចឹងចូលមកឧបមាថាខ្ញុំបើកfile មួយខ្ញុំបង្កើត folder ថ្មីមួយខ្ញុំដាក់វានៅលើ folder អូខេខ្ញុំដាក់វានៅខាងក្នុង document បន្ទាប់មកទៀត UXST web design tool អូខេតោះចឹងកន្លែងនេះខ្ញុំប្រើពាក្យថា React JS exercise ណា exercise អូខេខ្ញុំដាក់ចូលបន្តមកទៀតយើងទៅមើលរបស់យើងមិញយើងធ្វើម៉េចដើម្បីអាចបង្កើតកូដReact JS របស់យើងបានបង្កើតបច្ចេក React JS របស់យើងបានមិញណាតើអញ្ចឹងមកដល់កន្លែងទៅនេះលោកគ្រូ type npm បន្តិចអូខេអញ្ចឹងនៅពេលដែលយើង type ចេញមកយើងគាត់សង្កល់ឃើញថា npm របស់យើងគឺដំណើរការហើយតមកទៀតអ្នកទាំងអស់គ្នាអត់មានអីទេយើងត្រូវប្រើគេ npm install ឈ្មោះនៃfile React JS របស់យើងអញ្ចឹងនៅកន្លែងនេះអញ្ចឹងយើងប្រើ npm create y add latest អញ្ចឹងយើងអាចតែតាមរបស់វាមក npm create with add latest អូខេ with add latest អូខេអញ្ចឹងយើង enter មួយមកអញ្ចឹងវានឹងប្រាប់យើងថា latest របស់យើងបច្ចុប្បន្ននេះសម្រាប់ React JS គឺវាឡើងដល់ version 8.2.0 អញ្ចឹងយើងអាច type yes អូខេអញ្ចឹងនៅកន្លែងនេះអ្នកនរគ្នាអាចដាក់ឈ្មោះបច្ចេកដាក់អីដាក់ទៅអញ្ចឹងលោកគ្រូប្រើថា UXST React JS អញ្ចឹង enter មួយមកអញ្ចឹងនៅកន្លែងនេះអ្នកនរគ្នារើសយកអីគេគឺរើសយកមួយណាអញ្ចឹងអាចយក view ក៏បានយក React ក៏បានយក vanilla ក៏បានយកអីក៏បានណាអញ្ចឹងកន្លែងនេះយើង click យក React JS អញ្ចឹង enter តទៅទៀតយើងយក TypeScript ឬក៏យើងយកស្អីគេនៅបន្លោះទៅហ្នឹងបើយើងយក TypeScript ត្រូវសរសេរកូដបែប TypeScript អញ្ចឹងតើអ្នកនរគ្នាត្រូវរៀន TypeScript មួយទៀតណាអញ្ចឹងថាយកអីគេអញ្ចឹងអាចយក JavaScript ក៏បានព្រោះអីអាហ្នឹងយើងរៀនហើយអីណាវាអាច compile ជាងពីអាហ្នឹងមកឥឡូវយើងសាកបងប្អូនគ្នាសិនទៅចឹងនៅកន្លែងនេះគេអត់មានបញ្ជាក់ថាយើងយកមួយណាមិនយកមួយណាទេឥឡូវយើងយក JavaScript អូខេអញ្ចឹងបន្តមកទៀតuse rollout ហើយអញ្ចឹង by default វាដាក់ no អញ្ចឹងយើងបាច់យក no ទេអញ្ចឹងបន្តមកទៀតយើង npm yes តាមអូខេឥឡូវវាកំពុងតែ install វាមកហើយអូខេចឹងកន្លែងនេះវាដាក់ ready ហើយអីហើយអញ្ចឹងយើងអាច test run នេះអញ្ចឹងយើង copy វាមកនៅពេលដែលយើង copy យើងយកវាមកដាក់នៅក្នុង folder វាចេញមកថាម៉េចនេះវាដាក់ React JS with React JS ហើយអានេះ counter របស់វាឡើងមកអញ្ចឹងនៅក្នុង folder របស់យើងចូលមកគឺមាន structure ច្រើនជាងនៅអ្វីដែលនៅក្នុងនេះមិញណាប៉ុន្តែដំណើរការដដែលអញ្ចឹងអ្វីដែលយើងត្រូវមើលគឺនៅក្នុងអីគេ SRC ណា SRC អញ្ចឹងនៅក្នុង SRC វាមាន main របស់វានៅខាងក្នុងហ្នឹងទៀតតែមិនបាច់ប៉ះពាល់វាទេណាហើយយើងមាន index យើងមាន index.jsx កន្លែងដែលយើងសរសេរកូដត្រូវកែប្រែគឺនៅបន្លោះទៅនេះអូខេអញ្ចឹង app asset នេះគឺជាកន្លែងមួយដែលអ្នកនរគ្នាអាចដាក់នៅ icon អីផ្សេងណាហើយបន្តមកនេះវាមាន folder public អញ្ចឹងកុំប៉ះវាកន្លែងនេះអាចជា file មួយ folder មួយសម្រាប់ឲ្យយើងផ្ទុកជាមួយនឹងការ upload file ផ្សេងៗណាដូចជារូបភាពដូចជាវីដេអូដូចជាសំឡេងយើងអាចដាក់នៅខាងក្នុងហ្នឹងមកហើយនេះ file index របស់យើងនៅខាងក្នុងនេះដែលខ្ញុំបាននិយាយមិញអញ្ចឹងវាទៅ load ចេញពីក្នុងនេះគេដាក់ load ចេញពី main អញ្ចឹង file របស់យើងនៅកន្លែងនេះ main ជា file ដែលយើងត្រូវសរសេរកូដរបស់វាដែរអញ្ចឹងគេផ្ដាច់វាណា
nhưng nó cái bật đại bìa cái bật đại file này cái file app.jsx này cho mỗi người mà này bật đại chỉnh bị kia chẳng kia đừng load file này file app.jsx đã cho được không file file mẹ này và thay file mẹ cũng pa với những bật về cháo bây giờ này nó cái thử code cứ nó bật này ok chẳng mà đong tiết nơi cái lại ní đầm bay ai cả đàn về bán nên nó cái thử thử mày chẳng cho từ can folder và check nằng máu mà to mà tiết nên nó cái ai đàn npm rán điều phải được phần nằng máu tận ca hay nè chẳng dừng copy về máu ok chẳng dừng vô với một phát đặt cho được can không nếu chẳng vì load mà vậy này chẳng mà đong tiết đầm bay ai cả đàn về bán nên nó cái từ rán bị thá npm rán điều cho được trong folder này và check để dương mà cái vài bị thá npm rán điều ok chẳng là phần năng mà này thanh này nó khi ai tè play around từ cho mọi người JavaScript code vào trường bạn ok chẳng này nó khi ai mới mình tích khơi cái lại thế này khơi cái lại thế này cái bài chạy hết cái bật chạy chẳng cái lại này nó khi ai mà này thả nó cứ chỉ take the tế mà nó cái ở trong bài rồi chẳng này nó khi ai đặt điều của bạn hai này cái lại này nó khi bật đời điều của bạn chẳng bao giờ dừng rạn tranh nó tận cả tại và nãy bạn này nó khi bật điều hỏi xẹp là mình đo lại ní nó khi bật điều tiệt ta chẳng bao giờ là bật điều pi đón viên miền rừng vậy cả lại chẳng bật điều pi đón ok ở đấy về tận cả thom mà đã ai về màu vì version bao vì mấy rồi mày ok chỉ tôi tới này lại ta nói dừng hám ở về miền cạnh này bám nằng á mà này thay dừng ai chờ return điều tầm mùi mất bạn này cái đặt điều tầm mùi mất bạn này ok cho nên bây giờ dừng rạn chạy máu về nâng tranh ở dừng màu thom là ok và nè thế chẳng lại đấy cái và đoàn tiếp bạch lọc vĩnh chẳng dừng chạy máu khảo về các bạn ok tập chẳng Upama tha nên ngọc nếu trong bậc cao component luôn ấy thì dừng chạy thường mình chẳng ai bởi kỳ mình class tay hay dừng tới sẽ dương ấy hơi dừng xa return ấy chẳng sẽ dương ấy hai bữa mà tiếp nên ngọc nếu call hai việc call hai component bao nhiêu nếu tao lẹ chỗ từ khang cái này kỹ lại đi mấy trong bậc cao đi mối trong độ tránh trong ai chờ trong ai đặt trong một component bao nhiêu ấy mồi máu chẳng trong ai bậc cao bị tham function head click console chẳng được để click hỏi ai cho bị alert console đọc lọc rồi cô dừng ai alert các bạn đấy ok ta phải bắt tiếp theo mày đây cái lại này những ai còn là thom mà đá mà bán ấy chẳng lại những trong ai cái return cái kia này nè rồi chẳng người return ô tô hồ thang trong đặt điêu thom đá mà môi click button này như thế còn là ao reload button click để môi nhé rồi mà tiếp những khó hai vị mà chẳng không mình nên bao nhiêu nên ngọc này ai đặt nơi block này mà ok chẳng đặt bằng đằng máu mà đây là những ai call hai component bao nhiêu mà bà này nếu những cái component text component hồi nãy nói mua với cứ handle click chẳng là p này cái lại nấng miền đường miền chỉ bút tông mỗi cứ handle miền title bảo vì mỗi cứ handle click chẳng là p dừng lâu trên nó để button click mà những cái lại này nó này ai đặt thay mấy giây để máu phí just test button test title ok chẳng bảo sẵn chỉ là cô màu refresh nó để về chat display này mà chẳng cái lại thế này vậy nên nó này khơi thả ô nếu không React.js យើងអត់ចាំបាច់ទៅសេ follow ទៅតាម structure ច្រើនទេមកន័យថានៅខាងក្នុងមក code របស់យើងនេះគឺវាមាន HTML មាន CSS មាន JavaScript នៅខាងក្នុងហ្នឹងឃើញកន្លែងនេះដែលជាចំណុចល្អរបស់វាបើមិនតែយើងទៅសេ code ធម្មតានៅក្នុង front end development HTML យើងសេផ្សេង CSS យើងសេផ្សេង JavaScript យើងសេផ្សេងតែនៅខាងក្នុងនេះអត់ទេបើន័យថានៅក្នុងមួយ file ហ្នឹងយើងសេតែមួយមកគឺវាមកទាំងអស់ទាំង JavaScript ទាំងអីនៅក្នុងមួយ component ហ្នឹងមកគឺវាមកមកដុំហ្មងដល់ពេលដែលយើងបង្កើត component ហ្នឹងហើយយើងអាច call ហៅវាយកមកប្រើអញ្ចឹងនៅកន្លែងនេះអ្នកទាំងអស់គ្នាអាចទៅសេ style ធម្មតាមកសេ style ធម្មតាទេលោកគ្រូប្រើវាថា color ចុច2អាចទៅសេមកអញ្ចឹងឲ្យហ៎នៅខាងនេះអត់ឲ្យហ៎អញ្ចឹងតើយើងអាចទៅសេនៅក្នុងហ្នឹងទេតើអ្នកទាំងអស់គ្នាអាច call ហៅវានៅក្នុង index.cs អញ្ចឹងយើងអាចដាក់ h1 គ្រូសាកមើល h1 យើងយកទៅ h1 មកបានហ៎color ចុច2 red តោះឥឡូវយើងសាកមើលអញ្ចឹងវាដូរចេញទៅជាពណ៌ក្រហមណាអូខេ
chẳng nếu chia với đấy chỉ cho nó tập bốn này cho nó chập đá này mê riêng bao nhiêu này chẳng những break through break từ lại slide bao nhiêu bắt top nơi không cho nó bắt chop chẳng miền activity mà dùng núa này nó ở sạc cài từ 8 activity ដែលមានក្នុង slide អញ្ចឹងទី1អ្នកនរគ្នាអាចសាកកាយ header អាចធ្វើអីផ្សេងៗដែរចាច់តែយើងណាហើយយើង call ហៅវាដាក់នៅក្នុង body page របស់យើងអញ្ចឹងនៅកន្លែងនេះយើងមាននៅ practice មួយចំនួនអាចអនុវត្តទៅតាមហ្នឹងដល់តែយើងបង្កើត function ហើយយើង call ហៅឈ្មោះ function របស់យើងយកមក display អញ្ចឹងយើងអាចដាក់វានៅក្នុង plot នេះអូខេណាអញ្ចឹងយើងបង្កើត file មួយឈ្មោះ constant អញ្ចឹងលោកគ្រូសាកតេស្តឲ្យមើលបន្តិចឃើញលោអត់ចេះអញ្ចឹងឧទាហរណ៍ថាខ្ញុំមាន constant មួយឧទាហរណ៍ថាខ្ញុំប្រើពាក្យថា constant ខ្ញុំប្រើពាក្យថា teacher គ្រូប្រើពាក្យថា teacher អីគេអូខេហើយចាំខ្ញុំ call ហៅវាចេញមកកន្លែងនេះយើងអត់ call ហៅវានៅកន្លែងនេះយើងអាចដាក់វាថា teacher អញ្ចឹង teacher នៅកន្លែងនេះយើងប្រើអាគ្នាបិទបើករបស់យើងមិញ curly brace ហើយយើង call ហៅឈ្មោះ active របស់យើងចូលមកតមកទៀតវានឹង load display នេះឃើញទេ teacher ឈ្មោះរបស់លោកគ្រូចេញមកណាអូខេមកទៀត activity បន្ទាប់ពីអ្នកទាំងអស់គ្នាបាននេះនឹងហើយអាចមាន active ផ្សេងទៀតណាមាន active ផ្សេងទៀតអូខេអញ្ចឹង activity ទី4អញ្ចឹងមាន link image អញ្ចឹងយើងអាចដាក់ link image យើងអាច display random one of teacher ចេញពី array តែយើងមាន array យើងអាចដាក់មកនេះអញ្ចឹងមានគំរូស្រាប់ចាំអញ្ចឹងយើងមាន quiz ណានៅខាងក្នុងហ្នឹង quiz អ្នកទាំងអស់គ្នានឹងចូលទៅធ្វើនៅក្នុង assignment ដែលលោកគ្រូបានដាក់ឲ្យអូខេតោះឥឡូវលោកគ្រូមាននៅ exercise មួយចង់ឲ្យអ្នកទាំងអស់គ្នាមើលចឹងនៅខាងក្នុង exercise នេះលោកគ្រូចូលទៅខាងក្នុង folder នៃមេរៀនរបស់យើងលោកគ្រូបានតម្លាក់ឲ្យក្រុមការងាររបស់យើងចាប់ចូលទៅខាងក្នុងនេះហើយណាតោះឥឡូវលោកគ្រូទៅអូខេ ECUN batch 2 React.js អូខេចឹងនៅខាងក្នុងវិកទី4លោកគ្រូមាន practice មួយអូខេលោកគ្រូមាន practice មួយនៅកន្លែងនេះណាតោះឥឡូវយើងទៅមើល practice ទាំងអស់គ្នាតែនៅក្នុង practice របស់យើងងាយចូលមកអ្នកទាំងអស់គ្នាមើលពីរបៀប submit ប៉ុន្តែ submit ទាំងអស់នេះអ្នកទាំងអស់គ្នាមិនបាច់ចាប់ submit ដាក់ចូលក្នុង Git ទេអ្នកទាំងអស់គ្នាអាច submit ដាក់ចូលក្នុង Moodle ដោយសារយើងប្រើប្រាស់ Moodle ហើយអញ្ចឹងសំណួរចម្លើយទាំងអស់ហ្នឹងគឺ submit ចូលអញ្ចឹងបញ្យលទី1អីគេហើយបញ្យលវាកន្លែងនេះទី2អីគេបញ្យលកន្លែងនេះទី3អីគេបញ្យលកន្លែងនេះទី4អីគេបញ្យលនៅកន្លែងនេះនេះ basic របស់យើងដែលយើងបានរៀនកាលមុនហើយបន្តទៀតមាន exercise ចឹងនៅកន្លែងនេះ provide code shopping cart អីចឹងបាទអូខេ work problem ស្អីហើយយើងមើលនេះ code របស់យើងហើយយើង display តម្លៃរបស់វាចេញមកដាក់នៅខាងក្នុង React.js របស់យើងអូខេឧបមាថាយើងមាន loop មួយហើយនៅក្នុង loop ហ្នឹងយើងយកវាយកទាញយកមកដាក់វានៅខាងក្នុង React.js របស់យើងណាធ្វើធម្មតានេះអត់បាក់យល់ទេ exercise ទី2យើងមាន function មួយយើងដាក់ original function original array បន្ទាប់មកទៀតយើងយកតម្លៃរបស់វាយកមក loop ធម្មតា console display ឲ្យមកអញ្ចឹងធម្មតាគ្រាន់តែ display វាមកទេនេះយើង find average find អីធម្មតាមកហើយយើង check មើលតើ result របស់វាចេញមករបៀបម៉េចណាអូខេចឹង exercise ទី4 complete 3 function អញ្ចឹងគ្រាន់តែ say code នៅក្នុងចំណុចទាំងអស់នេះហើយយើងមើលថាតើនៅក្នុង function របស់យើងមួយមានគេខ្លះចឹងចូលទៅមើលពីរបៀបការប្រើប្រាស់ map filter ឬក៏ reuse អីចឹងទៅណាចឹងចូលទៅមើលទៅនៅខាងក្នុងហ្នឹងហើយបន្តមកទៀតយើងមាន exercise ចុងក្រោយគឺ exercise ទី5អ្នកទាំងអស់គ្នាអាចបង្ហាញ code ដូចគ្នាប៉ុន្តែទី1អាច list នៅ display នៅ student អាច to do update new grade ណាតែចឹងនេះ function របស់យើងលោកគ្រូសាកតម្លាក់ឲ្យអានេះអ្នកទាំងអស់គ្នាអាចមាន2 option អាចទៅ say code នៅក្នុង JavaScript ធម្មតាក៏បានឬក៏អាចទៅ say code ហើយដាក់វាចូលទៅក្នុងទៅ say code ធម្មតាបែប JavaScript ក៏បានឬក៏អ្នកទាំងអស់គ្នាប្រើ React.js ក៏បានណាសម្រាប់ assignment មួយហ្នឹងណា
អរគុណច្រើនអ្នកទាំងអស់គ្នាសង្ឃឹមថាអ្នកទាំងអស់គ្នាអាចយល់នៅក្នុងអ្វីដែលលោកគ្រូបានបញ្យល់ហើយយើងនឹងអាចជួបគ្នានៅក្នុងថ្ងៃបន្ទាប់ណាអរគុណបាយបាយអ្នកទាំងអស់គ្នា